សួស្តីបងខ្ញុំឃើញថាទូនឹងវាដំណើរការច្រើននៅពេញយើងហើយវាលក់តាមលេខ100ទេអញ្ចឹងចាំដឹងថាទូនឹងវាមានគុណភាពមិនខ្លះតើបងអាចបញ្ជាក់ពីការដំណើរការនៃទឹកនឹងបានអត់បងហ្នឹងហើយសួស្តីបងតាក់ទងទៅនឹងម៉ាស៊ីនចម្រោះនេះគឺវាដំណើរការច្រោះបានរហូតដល់7ជាន់ណោះអញ្ចឹងនៅជាន់នីមួយៗហ្នឹងគឺវាមានមុខងារពិសេសរបស់វារៀងៗខ្លួនដែលយើងបំពាក់មុខងារទី1គឺសំដៅទៅលើមុខងារបំពាក់ចាប់កកដីអញ្ចឹងធម្មតាទឹករត់វាមានកកខ្លះហើយអញ្ចឹងអាតម្រងទី1ហ្នឹងវាចាប់កកដីបាត់ហើយអញ្ចឹងចូលដល់ដំណាក់កាលទី2ដំណាក់កាលទី2មុខងាររបស់វាគេហៅថា CDO តម្រងឈ្មោះរបស់វា CDO មុខងាររបស់វាបំបត្តិក្លិនអាក្លិនក្លក្នុងទឹកហ្នឹងជាធម្មតាទឹករត់របស់យើងតែតែមានក្លិនហ្នឹងហើយអញ្ចឹងអាមុខងារទី2ហ្នឹងគឺវាកាត់ក្លិនក្លដាច់តែម្ដងហើយបន្ទាប់មកបានចូលដល់តម្រងទី3តម្រងទី3មុខងាររបស់វាគេហៅថាresin ដែលវាជួយដកកបោនៅក្នុងទឹកហើយចូលដល់ទី4អាទី4ហ្នឹងពិសេសមែនតើតម្រងនេះគេហៅតម្រង AO ដែលឈ្មោះរបស់វាយើងសរសេរនៅលើខាងលើនេះតម្រង7ជាន់នេះបងប្អូនឃើញណាអញ្ចឹង AO ហ្នឹងតម្រងមេដែលជាតម្រងមួយមុខងារច្រោះបំបែកទឹកមានន័យថាទឹកកខ្វក់ហូរចោលវាចាប់យកតែទឹកស្អាតសម្រាប់ឲ្យយើងញ៉ាំទេហើយជាទឹកដែលមានស្តង់ដារគុណភាពខ្ពស់បំផុតសម្រាប់ប្រព័ន្ធច្រោះមួយនេះចូលដល់ដំណាក់កាលទី4ដំណាក់កាលឥឡូវមាន3ទី1ទី2ទី3ទី4អាទី4ហ្នឹងពិសេសជាងគេ AO ដល់ទី5គេហៅតម្រងរសជាតិទឹកតម្រងរសជាតិទឹកហ្នឹងវាជាតម្រងមួយដែលអាចបន្ថែមធ្វើឲ្យទឹកហ្នឹងវាមានរសជាតិឆ្ងាញ់ហើយបន្ថែមទៅសារធាតុចិញ្ចឹមនៅក្នុងទឹកទៀតហើយចូលដល់តម្រងទី6ហ្នឹងក៏ដូចគ្នាចូលដល់តម្រងទី7អាតម្រងទី7ហ្នឹងក៏ពិសេសដែរតម្រងទី7ហ្នឹងជាតម្រងមួយដែលយើងដាក់ដើម្បីកាត់ក្លិនក្នុងទឹកមួយតង់ទៀតនៅពេលដែលទឹកដែលវាច្រោះហើយវាធ្លាក់ចូលទៅក្នុងស៊ីតេននៅខាងក្រោមបន្ទាប់មកបានវាបូមឡើងលើឆ្លងកាត់ចូលដល់តម្រងចុងក្រោយគេហៅថាតម្រងទី7ហើយមិនត្រឹមតែប៉ុណ្ណោះទូទឹកនេះមិនមែនមានន័យថាយើងដាក់តែតម្រងហើយយើងដាក់ហើយយើងមិនមែនចិត្តដាក់ចោលទេយើងបានបំពាក់ជាមួយនឹងការតេស្តគុណភាពទឹករហូតទៀតដោយបងប្អូនឃើញហើយនេះកន្លែងនេះ TDS មានន័យថាទូនេះនៅពេលដែលគុណភាពទឹកធ្លាក់ចុះទូនេះនឹងធ្វើការបិទដោយស្វ័យប្រវត្តិតែម្ដងហើយនៅពេលហ្នឹងគឺជាងគាត់ចុះមកដូរតម្រងឲ្យយើងហើយអញ្ចឹងវាជាមុខងារមួយពិសេសដើម្បីធានាថាទូនេះគឺទទួលបាននៅទឹកដែលមានគុណភាពសម្រាប់បងប្អូនយើងទាំងអស់គ្នាអរគុណច្រើនមកសម្រាប់ការផ្ដល់ព័ត៌មានពីទូទឹកហ្នឹងហើយរៀបរាប់ពីដំណាក់កាលដំណាក់កាលឲ្យបងប្អូនរបស់យើងគាត់ដឹងពីទូទឹកហ្នឹងអញ្ចឹងបងអរគុណច្រើនបង